សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះដែលសារតែប្រហែលថ្ងៃនេះយើងរវល់បងប្អូនអញ្ចឹងយើងឡើងផ្សារទិញម្ហូបបាទទិញបន្លែស្លកោពេលព្រឹកយើងរវល់ពេកឲ្យបានធ្វើវីដេអូទេបាទអញ្ចឹងជំរឿនថ្ងៃណាខ្ញុំទំនេរបងប្អូនខ្ញុំនឹងបាទធ្វើវីដេអូសម្រាប់បងប្អូនទស្សនាបន្តទៀតហើយខាងកោះកុងយើងនេះខ្ញុំបានដើរសឹងគ្រប់កន្លែងអស់ហើយដែរបងប្អូននៅទីរួមខេត្តកោះកុងអញ្ចឹងខ្ញុំផ្អាកបន្តិចបាទពេលដែលខ្ញុំទំនេរខ្ញុំនឹងធ្វើវីដេអូបន្តទៀតឥឡូវនេះខ្ញុំកំពុងតែដើរទៅសំដៅកន្លែងលក់បន្លែកោបងប្អូនអញ្ចឹងខ្ញុំមកដល់កន្លែងអ៊ំស្រីគាត់លក់បន្លែកោហើយខ្ញុំឲ្យគាត់ផ្សំបន្លែកោឲ្យ5000បងប្អូនមិនមែនផ្សំថ្នាំទេណាបាទផ្សំបន្លែកោចឹងយើងទិញបន្លែគោ5000ហើយនឹងកលីងបងប្អូនកលីងមកកញ្ចប់ដូចគាត់ប្រាប់ថា500បងប្អូនតែទិញមកកញ្ចប់គាត់ថាមកកញ្ចប់ដាក់ឆ្ងាញ់ទេដាក់2ចប់ទៅហើយខ្ញុំយកតែមកកញ្ចប់ទេបងប្អូនដោយសារនៅផ្ទះមានមកកញ្ចប់ទៀតណាមកកញ្ចប់មិនមែនមកកញ្ចប់អីបងប្អូនមកកញ្ចប់កលីងទេអញ្ចឹងសរុបទាំងអស់វាអស់បាទ7500បាទបានបន្លែគោមួយឆ្នាំងដែរអញ្ចឹងយើងទិញសាច់ទិញអីថែមទៅយើងអាចស្លបានទេឥឡូវនេះគាត់កំពុងតែថែមស្លឹកក្រូចឲ្យបងប្អូនអញ្ចឹងយើងបានបន្លែគោហើយបាទហើយវីដេអូយើងថ្ងៃនេះបាទមានតែប៉ុណ្្នឹងទេបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀតបាទកុំភ្លេច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទបងប្អូនអ្នកធ្វើវីដេអូនៅខាងកោះកុងយើងបាទ